សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិលោកពូទីនចេញមកធ្វើអត្ថាធិប្បាយលើការវាយប្រហាររបស់អ៊ុយក្រែនជាលើកដំបូងចាប់តាំងពីការវាយប្រហារលើទីក្រុងមូស្គូប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយជាសាធារណៈអំពីការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធក្នុងអំឡុងសន្និសីទកាសែតវិមានក្រំឡាំងកាលពីថ្ងៃទី23 ខែមិថុនាសេចក្តីថ្លែងការណ៍នេះគឺជាការបញ្ចេញមតិលើកដំបូងរបស់មេដឹកនាំលើបញ្ហានេះចាប់តាំងពីអ៊ុយក្រែនបានចាប់ផ្ដើមការវាយប្រហារយ៉ាងគំហុកទៅលើរោងចក្រចម្រាញ់ប្រេងនៅទីក្រុងមូស្គូកាលពីថ្ងៃទី16 និង 18 ខែមិថុនាការវាយប្រហារកាលពីថ្ងៃទី18 ខែមិថុនាគឺជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតលើទីក្រុងមូស្គូចាប់តាំងពីការចាប់ផ្ដើមនៃការលុកលុយពេញលេញរបស់រុស្ស៊ីលោកពូទីនបាននិយាយនៅដើមសន្និសីទវីដេអូរបស់រដ្ឋាភិបាលដែលផ្ដោតជាក់ស្ដែងលើការថែទាំសុខភាពការដឹកជញ្ជូននិងការអប់រំរបស់រុស្ស៊ីថាមុនពេលយើងបន្តទៅរបៀបវារៈសំខាន់ខ្ញុំចង់និយាយពាក្យពីរបីម៉ាត់អំពីបញ្ហាដែលមិនតាក់ទងដោយផ្ទាល់ទៅនឹងរបៀបវារៈជាក់លាក់នៃថ្ងៃនេះសន្និសីទនេះធ្វើឡើងនៅពេលដែលលោកពូទីនប្រជុំមុខនឹងសម្ពាធនយោបាយកាន់តែខ្លាំងឡើងនៅក្នុងប្រទេសជាមួយនឹងការវាយប្រហាររបស់អ៊ុយក្រែនដូចជាកង្វះខាតប្រេងឥន្ធនៈនិងការបិទអ៊ីនធឺណិតដែលបង្កើនឥទ្ធិពលនៃសង្គ្រាមលើជីវិតនៅក្នុងប្រទេសរុស្ស៊ីទោះបីជាយ៉ាងនេះក្តីលោកពូទីនបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពង្រឹងភាពជោគជ័យរបស់អ៊ុយក្រែនក្នុងការវាយកំទេចរោងចក្រថាមពលរុស្ស៊ីដែលជាជ័យជំនះសម្រាប់ទីក្រុងមូស្គូលោកបាននិយាយថាយើងដឹងនិងអាចមើលឃើញនៅពេលដែលស្ថានភាពនៅផ្នែកខាងមុខកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សសម្រាប់របបគៀវនិងខណៈដែលសត្រូវបាត់បង់ទឹកដីបន្ទាប់ពីទឹកដីខណៈពេលដែលកងទ័ពរបស់យើងដណ្ដើមបានការតាំងទីលំនៅមួយបន្ទាប់ពីមួយផ្សេងទៀតរបបនេះបានប្រកាន់យកយុទ្ធសាស្ត្រនៃការវាយលុកគោលដៅស៊ីវិលរបស់យើងនិងហេដ្ឋារចនាសម្ព័ន្ធពួកគេកំពុងព្យាយាមបង្អាក់ការផ្គត់ផ្គង់ថាមពលនិងប៉ះពាល់ដល់រដូវកាលទេសចរណ៍ដែលជាចេតនាដែលពួកគេបានប្រស្រ័យតាក់ទងជាមួយពួកយើងដោយបើកចំហតាមរយៈបណ្ដាញផ្សេងៗការអះអាងរបស់លោកពូទីនទាំងនិយាយបំភ្លឺពីសន្ទុះរបស់ទាហានរុស្ស៊ីនៅសមរភូមិនិងកាត់បន្ថយឥទ្ធិពលដែលការវាយប្រហារជ្រៅរបស់អ៊ុយក្រែនបានកើតមានរួចហើយលើសង្គ្រាមរុស្ស៊ីការវាយលុកនៅនីតិខៈរដូវឆ្នាំ2026របស់រុស្ស៊ីគឺជាការបរាជ័យដ៏ធំមួយដោយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Mikhailo Fedorov បានរាយការណ៍ថាទាហានរុស្ស៊ី 35,203 នាក់ត្រូវបានដកចេញឬរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលខែមេសាជាថ្នូវនឹងការខាត់បងយ៉ាងសន្ធឹកសន្ធាប់ទាំងនេះរុស្ស៊ីបានត្រឹមតែកាន់កាប់ទឹកដីអ៊ុយក្រែនបន្ថែម141គីឡូម៉ែត្រការ៉េប៉ុណ្ណោះនេះបើយោងតាមក្រុម Climate Deep Stateទន្ទឹមនេះការវាយប្រហាររបស់អ៊ុយក្រែនបានបិទប្រតិបត្តិការនៅរោងចក្រចម្រាញ់ប្រេងរុស្ស៊ីជាច្រើនដែលធ្វើឲ្យវិបត្តិប្រេងឥន្ធនៈកាន់តែធ្ងន់ធ្ងរដែលនាំទៅដល់ការរឹតបន្តឹងលើការលក់ប្រេងសាំងនៅក្នុងតំបន់ជាច្រើនឧបនាយករដ្ឋមន្ត្រី Alexander Novak ក៏បាននិយាយកាលពីថ្ងៃទី23 ខែមិថុនាថាប្រទេសរុស្ស៊ីកំពុងពិចារណាលើការហាមឃាត់ការនាំចេញផលិតផលប្រេងម៉ាស៊ូតដោយសារតែកង្វះខាតលោកពូទីនមិនបានពិភាក្សាលម្អិតអំពីផលវិបាកទាំងនេះទេផ្ទុយទៅវិញលោកបាននិយាយថាលោកកំពុងបញ្ជាឲ្យរដ្ឋាភិបាលចាត់វិធានការបន្ថែមដើម្បីកាត់បន្ថយផលវិបាកនៃការវាយប្រហាររបស់អ៊ុយក្រែនលោកមិនបាននិយាយថាតើវិធានការទាំងនោះនឹងមានអ្វីខ្លះទេលោកបាននិយាយថាតាមធម្មជាតិការទទួលខុសត្រូវចម្បងសម្រាប់ការប្រឆាំងការគំរាមកំហែងទាំងនេះគឺស្ថិតនៅលើក្រសួងការពារជាតិនិងភ្នាក់ងារសន្តិសុខផ្សេងទៀតក្នុងពេលជាមួយគ្នានេះរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ីក៏ត្រូវតែចាត់វិធានការបន្ថែមដើម្បីកាត់បន្ថយឬលុបបំបាត់ទាំងស្រុងនៃផលវិបាកនៃសកម្មភាពបែបនេះការវិតម្លៃការយល់ព្រមរបស់លោកពូទីនបានទទួលការចាប់អារម្មណ៍ខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីនេះដោយបានធ្លាក់ចុះដល់កម្រិតទាបក្នុងសម័យសង្គ្រាមខណៈដែលការវាយប្រហាររបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ីបានផ្លាស់ប្ដូរតុល្យភាពនៃសង្គ្រាមអ្នកវិភាគបាននិយាយថាលទ្ធផលទាំងនេះបានចង្អុលទៅការបែកបាក់កាន់តែខ្លាំងឡើងក្នុងចំណោមអិសរាជជននយោបាយរបស់ប្រទេសកុម្មុយនីសមួយនេះអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ